ព្រឹកនេះខ្ញុំបានធ្វើម្ហូបខ្មែរយ៉ាងមកគឺថាត្រីអាំងញ៉ាំជាមួយនឹងជ្រក់ប៉េងប៉ោះក៏ដូចជាទឹកត្រីអំពិលទុំផ្ទាប់ជាមួយនឹងបន្លែដូចជាស្ដៅបងប្អូនឆ្ងាញ់មែនតែនតែម្ដងសម្រាប់ខែនេះត្រីផ្ទក់ធម្មជាតិកំពុងតែពេញដល់ហើយគឺគេរកបានច្រើនមែនតែនហើយបងស្រីខ្ញុំក៏ទិញព្រឹកនេះគឺបានត្រីផ្ទក់ធំមែនតែនបងប្អូនមួយនឹង1គីឡូគ្រាន់តែដាក់លើប្រទេសពេញហ្មងចឹងហើយខ្ញុំកាត់ជា2ទៅដើម្បីវាឆ្អិនសពបានល្អក៏ដូចជាយើងអាំងរៀងខ្ពស់បន្តិចទៅវាឆ្អិនបានល្អត្រីយើងអាចយកទៅបំពងក៏ឆ្ងាញ់ដែរប៉ុន្តែថាខ្ញុំអត់ចង់ហូបប្រេងចឹងហើយទើបខ្ញុំយកវាមកអាំងចេះវិញវាមានក្លិនឈ្ងុយហើយសាច់វាស្ងួតញ៉ាំជាមួយនឹងជ្រលក់ប៉េងប៉ោះនិងទឹកត្រីអំពិលទុំគឺត្រូវរសជាតិគ្នាណាស់ឡើងជាតិហ្មងខ្ញុំអាំងក៏ខ្ញុំអាសាប្រើដើម្បីឲ្យសាច់វានឹងឆ្អិនបានល្អទាំងក្រៅទាំងក្នុងហើយក្នុងកំឡុងពេលដែលខ្ញុំចាំត្រីអាំងឆ្អិននឹងខ្ញុំក៏បានមកធ្វើជ្រក់នេះសម្រាប់ជ្រក់ខ្ញុំគឺជ្រក់ប៉េងប៉ោះគឺខ្ញុំប្រើប៉េងប៉ោះរៀងច្រើនបងប្អូនដោយសារតែឥឡូវនេះប៉េងប៉ោះអ្នកតលេគាត់កំពុងតែដល់ដើរលក់ពេញផ្លូវតែម្ដងនៅក្នុងភូមិខ្ញុំរសជាតិវាថ្មីអញ្ចឹងញ៉ាំទៅឆ្ងាញ់ជាតិប៉េងប៉ោះមានជាតិផ្អែមបន្តិចជូរបន្តិចធ្វើជ្រក់ចុចជាមួយនឹងត្រីអាំងចេះគឺឆ្ងាញ់មែនតើមិនថាត្រីឆ្អើរឬក៏ត្រីអាំងអាត្រីផ្ទក់ធំអញ្ចឹងឬក៏បានត្រីដែងមានជាតិខ្លាញ់ទៀតក៏ញ៉ាំឆ្ងាញ់ដែរខ្ញុំបានចាត់ប៉េងប៉ោះនឹងជាប្រទេសស្ដើងមកបន្ទាប់មកក៏ខ្ញុំបានលាយជាមួយនឹងខ្ទឹមក្រហមដែរដើម្បីមានក្លិនឈ្ងុយក៏ដូចជាពណ៌វាឆ្លុះគ្នាមើលទៅតំណងគួរឲ្យចង់ញ៉ាំស្វាយខ្ញុំបានដាក់តែមួយផ្លែតូចជាស្វាយកាល់មានអាទូចខ្ចីនឹងពេញជួយបងប្អូនចឹងហ៊ានដាក់ច្រើនដោយសារប៉េងប៉ោះវាជូរដែរស្វាយរៀងជូរទៀតខ្ញុំក៏បានបន្ថែមជាមួយនឹងសក់ស្រូវបន្តិចដែរចង់ប្រើសក់ប្អូក៏បានសក់ស្រូវក៏បានដែរមួយវិញទៀតពេលខ្ញុំធ្វើជ្រក់ខ្ញុំមិនដែរខ្វះតែម្ទេសនេះដាក់ទៅវាមានក្លិនហឹរជាតិហឹរញ៉ាំកាន់តែឆ្ងាញ់សម្រាប់គ្រឿងផ្សំគឺខ្ញុំបានបន្ថែមដូចជាទឹកត្រីអំបិលស្ករនិងប៊ីចេងគ្រឿងផ្សំខ្ញុំមានតែប៉ុណ្្នឹងបើសិនជាបងប្អូនចូលចិត្តឬក៏បន្ថែមគ្រឿងផ្សំណាទៀតនឹងតាមចំណូលចិត្តបងប្អូនគឺខ្ញុំដាក់វារៀងតិចដែរតែដោយសារជ្រក់អញ្ចឹងខ្ញុំចង់ធ្វើវាឲ្យសាបទៅយើងញ៉ាំបន្លែបានច្រើនហើយច្បល់វាចុះឡើងភ្លក់ទៅមកល្មមរសជាតិហើយទុកវាម្លាយសិនខ្ញុំក៏ដាក់ចានទុកម្ដងទៅដើម្បីវាចូលជាតិហើយរៀបចំទៅមើលបន្លែចុចសម្រាប់ចុចទឹកត្រីអំពិលទុំវិញម្ដងបន្លែសំខាន់មែនតើផ្ទាប់ជាមួយនឹងត្រីអាំងចុចទឹកត្រីអំពិលទុំហ្នឹងគឺស្ដៅខ្ញុំចិត្តញ៉ាំមែនតើស្រស់ស្ដៅញ៉ាំទៅវាបានបន្លែដែលយើងបើសុខភាពហើយអាស្ដៅនេះត្រូវជាតិជាមួយនឹងទឹកត្រីផ្អែមញ៉ាំឆ្ងាញ់ទៀតបងប្អូនស្រស់វាឆ្អិនមកល្មមទៅបន្ទាប់មកទៀតខ្ញុំបានយកវាទៅលាងជាមួយនឹងទឹកត្រជាក់ដើម្បីជម្រះជាតិល្វីងខ្លះហើយទៅធ្វើទឹកត្រីអំពិលទុំវិញម្ដងសម្រាប់ទឹកត្រីអំពិលទុំគឺថាខ្ញុំដាក់អំពិលទឹកត្រីស្ករប៊ីចេងបន្ទាប់មកម្ទេសគឺអាចខ្វះបានទេយើងដាក់លាយគ្រឿងតាមចំណូលចិត្តរួចហើយក៏ខ្ញុំបានបន្ថែមជាមួយនឹងទឹកបន្តិចដែរបងប្អូនដាក់ទឹកទៅក្លុកវាចូលឡើងទឹកត្រីអំពិលទុំរបស់ខ្ញុំក៏រួចជាការស្រេចសម្រាប់ត្រីវិញគឺឆ្អិនមកល្មមដោយសារខ្ញុំអែភ្លើងវារៀងយូរដែរហើយសាច់វាខាងក្នុងមើលទៅដូចជាស្ងួតអត់មានជាតិក៏ហូរមិនទេឆ្អិនអស់ហើយក៏រៀបចំញ៉ាំអញ្ចឹងម្ហូបខ្ញុំគឺមានតែប៉ុណ្្នឹងបងប្អូនមើលទៅគួរឲ្យចង់ញ៉ាំអត់សម្រាប់ខ្ញុំឃើញហើយខ្ញុំចង់ញ៉ាំទៀតតែម្ដងជាពិសេសគឺអាបន្លែផ្ទាប់ជាមួយសាច់ត្រីធម្មជាតិហ្នឹងគឺជាអាហារដែលល្អសម្រាប់សុខភាពយើងទៀតដោយសារតែយើងញ៉ាំបានបន្លែច្រើនហើយសាច់ត្រីក៏វាសម្បូរទៅដោយប្រូតេអ៊ីនហើយនិងសារធាតុចិញ្ចឹមច្រើនផងដែរដូច្នេះអរគុណបងប្អូនអ្នកបានទស្សនាមានកំហុសខុសឆ្គងកន្លែងណាអីសូមអរគុណអធិស្ឋានផងសូមអរគុណ